ចោរបីនាក់បានលួចយកព្រះហស្ថព្រះពុទ្ធរូបទឹកសម័យរាជវង្សថាងពីវត្តបុរាណមួយក្នុងជ្រលងភ្នំវូណៃនៅពេលយប់ពួកគេបានលោតឡើងលើទូកនេសាទដែលបានរៀបចំទុកជាមុនដោយមានបំណងរត់គេចខ្លួនទៅកាន់សមុទ្រចិនខាងកើតតាមខ្សែទឹកទោះជាយ៉ាងណាក៏ដោយទ្វារទឹកនៃទូកបានបែកហើយទន្លេទោះបីជាស្ងប់ស្ងាត់ក៏ដោយក៏ស្រាប់តែមានរលកបោកបក់ខ្លាំងធ្វើឲ្យទូកតូចក្រឡាប់ភ្លាមចោរទាំង3នាក់ត្រូវបានសម្លាប់ភ្លាមហើយព្រះហស្ថព្រះពុទ្ធបានលិចចូលទៅក្នុងទឹករសាត់បាត់ទៅ3ខែក្រោយមកនៅក្បាលទន្លេស៊ុនយ៉ាងបុរសចំណាស់ម្នាក់មកពីទូជាកំពុងទាញសំណាញ់របស់គាត់នៅពេលដែលគាត់ទាញសំណាញ់ឡើងលើទូកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញព្រះហស្ថព្រះពុទ្ធរូបទឹកនៅក្នុងសំណាញ់ដោយឃើញព្រះហស្ថព្រះពុទ្ធកំពុងរងទុក្ខបុរសចំណាស់នោះមិនអាចទប់ទឹកភ្នែកបានទេគាត់បានយកព្រះហស្ថព្រះពុទ្ធត្រឡប់ទៅផ្ទះវិញដោយប្រុងប្រយ័ត្នព្រះពោធិសត្វខាងលើខ្ញុំពិតជានឹងបញ្ជូនអ្នកត្រឡប់ទៅផ្ទះវិញព្រះពុទ្ធវិញ្ញាណទឹកនៃវត្តជ្រោះទាំង7ក្នុងជ្រោះវូណៃត្រូវបានមនុស្សអាក្រក់ធ្វើឃាតព្រះសិរសារបស់ព្រះអង្គត្រូវបានកាត់ចេញពីរាងកាយខ្ញុំសូមអង្គវរមនុស្សចិត្តល្អម្នាក់ឲ្យនាំខ្ញុំត្រឡប់ទៅកន្លែងត្រឹមត្រូវរបស់ខ្ញុំវិញបុរសចំណាស់ភ្ញាក់ពីដំណេកដោយភ្ញាក់ផ្អើលពេលព្រលឹមឡើងគាត់បានកាន់ផ្លែក្រូចឆ្មាដែលកាន់ដៃព្រះពុទ្ធនៅលើខ្នងរបស់គាត់ហើយបើកទូករបស់គាត់ឡើងលើទឹកពេលទៅដល់តំបន់ថ្មពព្រះទឹកដ៏គ្រោះថ្នាក់មួយរលកធំមួយបានបោកបក់មកហើយផ្លែក្រូចឆ្មាបានធ្លាក់ចូលទៅក្នុងទន្លេគាត់បានលោតចុះហើយព្យាយាមយកវាមកវិញគាត់អាចកាន់ផ្លែក្រូចឆ្មាបានតែតាមច្រាំងទន្លេស្ទើរតែមិនអាចរស់រានមានជីវិតដោយបរិភោគផ្លែឈើព្រៃពីច្រាំងទន្លេបានថ្ងៃមួយក្នុងអំឡុងពេលប្រយុទ្ធគាត់បានរអិលដួលបាក់ឆ្អឹងជំនីរបីដោយមិនអើពើនឹងការឈឺចាប់យ៉ាងឡើងគាត់បានបាក់មែកឈើពីរដើម្បីប្រើជាដំបងដើរខំធ្មេញហើយបន្តដំណើរដ៏លំបាករបស់គាត់បានធ្វើដំណើរអស់ជាច្រើនថ្ងៃរាប់មិនអស់រហូតដល់រដូវរងាមកដល់គាត់បានរស់រានមានជីវិតដោយការខំរើសស្មៅនិងសម្បកឈើដែលមាននៅក្នុងព្រៃជួនកាលរកឃើញសត្វព្រៃកដើម្បីស៊ីឆ្លងកាត់ខ្យល់និងសាយសត្វពេញមួយឆ្នាំទីបំផុតលោកបានទៅដល់វត្តបុរាណព្រះសង្ឃដែលទទួលបន្ទុកបានឃើញសម្លៀកបំពាក់រហែកនិងព្រះហស្ថព្រះពុទ្ធកាន់ក្រូចឆ្មានៅលើខ្នងរបស់លោកក៏ស្រក់ទឹកភ្នែកភ្លាមហើយលុតជង្គង់ថ្វាយបង្គំពេលលោកចូលទៅក្នុងសាលធំដោយកាន់ព្រះហស្ថព្រះពុទ្ធព្រះសិរសារបស់ព្រះពុទ្ធបានបញ្ចូលគ្នាដោយស្វ័យប្រវត្តិជាមួយនឹងព្រះកាយព្រះពោធិសត្វគួនយានបានដុសមែកឈើស្វាយមួយយ៉ាងស្រាលហើយភ្លាមនោះលោកបានប្រែក្លាយពីបុរសចំណាស់ម្នាក់ទៅជាបុរសវ័យក្មេងម្នាក់វិញបន្ទាប់មកព្រះនាងបានបញ្ជូនអណ្ដើកមាសមួយក្បាលទៅនាំលោកត្រឡប់ទៅផ្ទះវិញចាប់ពីពេលនោះមកគ្រួសាររបស់បុរសនោះបានរីកចម្រើនហើយលោកមានកូនចៅជាច្រើនប៉ុន្តែលោកនៅតែក្មេងជារៀងរហូតដោយមិនបង្ហាញសញ្ញានៃភាពចាស់ឡើយអ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង Share និង Follow ម្នាក់មួយផង